បាទជម្រាបសួរលោកគ្រូពេលដែលលោកគ្រូ download file ចេញពី Telegram បែបនេះពេលលោកគ្រូបើកប្រើគឺវាអត់ដំណើរការទេឧទាហរណ៍ថា file មួយនេះខ្ញុំបាន download ចេញពី Telegram គឺចេញសញ្ញាពណ៌ផ្កាឈូកបែបនេះបាទអញ្ចឹងទោះបីជាយើងខ្វែងវាចោលចេះក៏វាអត់ដើរដែរបាទអញ្ចឹងលោកគ្រូត្រូវធ្វើតាមខ្ញុំទី1លោកគ្រូម៉ៅស្ដាំលើ file ហ្នឹងសិនយើង download ហើយយើងទុកនៅកន្លែងណាក៏បានដែរបាទមកស្ដាំលើ file ហ្នឹងអញ្ចឹងមកយើងយក show more option ឬមួយក៏ property តែម្ដង Windows 11វាចេញ more option សិនអញ្ចឹងធ្វើម៉េចរកពាក្យថា property នេះឲ្យឃើញបាទអញ្ចឹងកន្លែងនេះលោកគ្រូចុច tick កន្លែង unlock សុំទោស unblock នេះមក apply ហើយ OK ប៉ុណ្ណឹងមកយើងបើកបានហើយនេះឃើញទេបាទបើកបានហើយយើងចុច enable នេះមកយើងប្រើបានហើយ file នេះបានធម្មតាបាទចឹងនេះរបៀបនៃការធ្វើឲ្យឯកសាររបស់យើងអាចដំណើរការបានបាទអរគុណ